រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងចុះស្ដារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនបន្តទៀតក្រោយពីធ្វើសកម្មភាពស្ដារប្រព័ន្ធលូនិងសម្អាតតទឹកភ្លៀងចំនួន10ខ្សែនៅភូមិសាស្ត្រខណ្ឌដូនពេញកាលពីសប្ដាហ៍មុននិងក្រោយបានស្ដារប្រព័ន្ធលូស្ដារប្រឡាយជាច្រើនខ្សែនិងកសាងស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ទៀតនៅជារាជធានីភ្នំពេញរួចរាល់ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់និងណែនាំព្រមទាំងឧបត្ថម្ភគាំទ្រពីឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងផែនការត្រៀមរំដោះចំនួនទឹកភ្លៀងដើម្បីបញ្ជាការជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះនៅព្រឹកថ្ងៃទី22ខែមិថុនានេះក្រុមការងារដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឯកខុនឌឿនអភិបាលរងតំណាងឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញបានចុះស្ដារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនចំនួន10ខ្សែបន្តទៀតឯកឧត្តមឯកខុនឌឿនក៏បានឲ្យដឹងថាការស្ដារប្រព័ន្ធលូតាមបណ្ដោយផ្លូវទាំង10ខ្សែនេះរួមមាន1មហាវិថីសម្ដេចសុធារសផ្លូវព្រះសីហនុដល់ផ្លូវនរោត្តម2មហាវិថីព្រះនរោត្តមវិមានឯករាជ្យមកដល់ស្ពានអាកាសក្បាលថ្នល់3មហាវិថីម៉ៅស៊ីតុងស្ថានទូតចិនដល់ផ្លូវនរោត្តម4មហាវិថីព្រះមុនីវង្សផ្លូវម៉ៅស៊ីតុងដល់ស្ពានមរតកតេជោថ្មី5មហាវិថីយុទ្ធពលខេមរៈភូមិន្ទស្ពានមរតកតេជោរហូតដល់ស្តុបទំនប់ទឹក6ផ្លូវរដ្ឋសភារង្វង់មូលសម្ដេចសង្ឃដល់ផ្លូវចៃកា7ផ្លូវចៃកាផ្លូវសបិតរហូតដល់ស្តុបស្ថានទូតរុស្ស៊ី8ផ្លូវលេខ430ផ្លូវ432រហូតដល់រង្វង់មូលផ្សារដើមថ្កូវ9ផ្លូវលេខ466ពីផ្លូវនរោត្តមដល់ផ្លូវប្រឡាយ105 10ផ្លូវលេខ484ពីផ្លូវព្រះមុនីវង្សដល់ផ្លូវប្រឡាយ105ឯកឧត្តមឯកខុនឌឿនក៏បានបញ្ជាក់ថាក្រុមការងារនេះប្រើប្រាស់រថយន្តចំនួន12គ្រឿងដោយបែងចែកជា5ក្រុមធ្វើសកម្មភាពព្រមគ្នាតែម្ដងសម្រាប់ការងារនេះដែរកាលពីសប្តាហ៍មុនយើងបានបញ្ចប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញហើយពេលនេះយើងបានបន្តមកខណ្ឌចំការមនយើងនឹងបន្តទៅខណ្ឌ3ទៀតនោះគឺខណ្ឌបឹងកេងកងខណ្ឌ7មករានិងបញ្ចប់នៅខណ្ឌទូគោកឯកឧត្តមឯកខុនឌឿនក្នុងឱកាសនោះក៏បានណែនាំឲ្យថ្នាក់ខណ្ឌសង្កាត់ចុះត្រួតពិនិត្យមើលទីតាំងដែលប្រឈមនឹងការលិចលង់ខ្លាំងដើម្បីឲ្យក្រុមការងារបានស្ដារឲ្យបានរួចរាល់និងធានាបានថាមិនមានការលិចលង់ដោយចំនួនទឹកភ្លៀងនៅរដូវវស្សានេះឯកឧត្តមឯកខុនឌឿនបានបញ្ជាក់បន្ថែមថាការណែនាំពីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញគឺបានឲ្យអាជ្ញាធរខណ្ឌទាំង5នៅកណ្ដាលរាជធានីសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពបូមស្ដារអណ្ដូងលូនិងសម្អាតដីភក់តាមប្រព័ន្ធលូត្រៀមបញ្ជៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់ជាមួយគ្នានោះឯកឧត្តមអភិបាលរងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវដើម្បីរក្សាបានអនាម័យនិងបរិស្ថានស្អាតព្រមទាំងអាចបញ្ជៀសការលិចលង់និងជួយលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញយើងផងដែរ